សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជាថ្ងៃទី3យើងធ្វើ event miner នៅក្នុងserver P4 map B ខ្វែដំបងគេឲ្យរើអាថ្ម TUFF ហ្នឹងនៅក្រោមនៅចិត្ត deep slab អានថ្មហ្នឹងឥឡូវយើងកាប់coal និង copper សិនទៅអាហ្នឹងយើងត្រូវការលក់ដែរអញ្ចឹងឥឡូវយើងចិត្តបាន200 subscriber ហ្នឹងគឺថាបងប្អូនយើងជួយចុច subscribe ឲ្យខ្ញុំអញ្ចឹងហើយអរគុណទុកជាមុនហ្នឹងឥឡូវមានគ្នាខ្ញុំ TP មកហើយឲ្យ accept គាត់ទៅនឹងជាគាត់មកធ្វើអីទេ Hello brother មកមានកាយដែរមករើ item មែនទៅក៏មករកអីទៅប្រាប់ផងឥឡូវយើងរើ quest ដែលយើងត្រូវម៉ាញឥឡូវយើងម៉ាញសិនទៅឲ្យព្រមងាននឹងគាត់ត្រូវអីរើទៅជារឿងមកគាត់បានអ្នកទាំងអស់គ្នាមើលដល់ចំណុចហ្នឹងហើយជួយចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងទុកជាកម្លាំងចិត្តធ្វើបន្តទៀតបន្ទាប់ពីម៉ាញមកសន្ទុំមកក៏ quest ទី1ក៏បានជោគជ័យឥឡូវយើងចូលទៅ quest ទី2ពេលយើងបំពេញ quest ទី1ហើយយើងឲ្យវាចាំ cool down ចំនួន4នាទីហើយបាន quest ទី2បានដំណើរការឥឡូវ quest ទី1យើងជោគជ័យចូល quest ទី2គេឲ្យ mine copper ឲ្យចំនួនឲ្យបានចំនួន128យើងអង្គុយ strip mine អញ្ចឹងវាអត់ល្អទេពេលខ្លះជួបពេលខ្លះវាអត់ជួបតែបើយើងឃើញ Kale ដែលនៅចំណុចលើគឺអាហ្នឹងរលឿនទេនៅក្នុង quest នីមួយៗយើងត្រូវចំណាយពេលទៅ15នាទីទៅកន្លះម៉ោងដើម្បីបំពេញ quest ទាំងនោះចំណែកឯតួនាទីផ្សេងខ្ញុំមិនដឹងទេតែបើរឿង mining ហ្នឹងខ្ញុំធ្វើរួចហើយគឺបើមិន15នាទីទៅកន្លះម៉ោងឬក៏40នាទីនិយាយរួម1ម៉ោងហ្មងបន្ទាប់ពីម៉ាញមកសន្ទុះមក quest ទី2របស់យើងគឺបានជោគជ័យឥឡូវយើងចាំ4នាទីទៀតដើម្បីចូល quest ទី3 quest ទី3ហ្នឹងគេឲ្យម៉ាញ deep slab ចំនួន320ហើយយើងជីកឲ្យដល់ជំរឿឲ្យជ្រៅទៅដើម្បីយើងរក diamond ដែរវាចំណេញទាំងពីរអូខេយើងម៉ាញមកសន្ទុះដែរហើយឥឡូវmission របស់យើង complete មួយទៀតអ្នកទាំងអស់គ្នាដឹងមកគាត់ខ្ញុំចូល Trial Chamber ហ្នឹងដើម្បី loot ហ្នឹងខ្ញុំអត់បាននៅចូល trade របស់គេដឹងបនណាគេទេបែកអត់ទៅក្រុមមួយចង្រៃខ្លាំងមែនតើពេលទី4ហ្នឹងគេឲ្យម៉ាញ deep slab lapis អញ្ចឹងឲ្យបាន40ខ្ញុំមានpickaxe seal torch ចឹងហើយខ្ញុំដាក់ទៅនៅដីវិញខ្ញុំជីកម្ដងទៀតតែវាអត់ដំណើរការខ្ញុំស្មានថាដំណើរការបើដំណើរការល្អហ្មងយើងបើតិចតិចនៅណាឆ្ងាយយើងធ្វើដល់ពិធីហ្នឹងទៅជោគជ័យហ្មងប៉ុន្តែ challenge គឺអត់អាចទេដោយសារតែ challenge គឺ challenge ឯងយើងអាចធ្វើពិធីហ្នឹងទេបន្ទាប់ពីម៉ាញរៀងយូរដែរហើយក៏ quest របស់យើងក៏ជោគជ័យនៅទីហ្នឹងហើយវីដេអូយើងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូបន្តបាយបាយ